Bạn sự đây bằng bọn nè chẳng đang đầm lầy đầm lồng được nông ngày nâng tế bằng bọn nè bạn có bàn tay khi ba thọt nửa ngày pin manh ok chẳng tầm lại pin manh nâng này cái việc mình khóc nèประมาณได้ของbọn nè ta bằng bọn nè chẳng đang đầm lầy đầm lồng tế nhom nâng thưa caอะไรรับปรับបងប្អូនទាំងអស់គ្នាហើយមុននឹងចូលដល់ដឹងពីតម្លៃនោះអ្នកទាំងអស់គ្នាមើលពីសកម្មភាពនៃការថតដំឡូងរបស់ខ្ញុំបាទធ្វើការដឹកទៅលក់ឲ្យឈ្មួញកណ្ដាលតើមានតម្លៃប៉ុន្មានមុននឹងចូលទៅដល់នៃការបង្ហាញតម្លៃអ្នកទាំងអស់គ្នាមើលដំឡូងហ្នឹងគឺដកបានពេញគឺយន្តហើយបងប្អូនអរគ្នាបាទគឺពេញហើយបងប្អូនគ្នាឃើញទេនឹងហើយគឺមើលល្អមែនទែនដាក់ម្សៅគឺធ្ងន់ល្អមែនទែនបងប្អូនអរគ្នាបាទអញ្ចឹងដំឡូងនៅក្នុងតម្លៃដំឡូងណានៅក្នុងថ្ងៃទី27ខែ5ឆ្នាំ2025តើតម្លៃដំឡូងនៅខាងស្រុកសង្គមថ្មីនៅប៉ែកខាងភូមិស្ទឹងនិងប៉ែកខាងដីក្រហមនឹងតើមានតម្លៃប៉ុន្មានបាទអ្នកនរគ្នាកុំទាន់ចង់ដឹងពេកណាខ្ញុំថតដំឡូងសិនឲ្យបងប្អូនអរគ្នាមើលនេះដំឡូងដកគឺនៅសល់ប៉ុណ្ណឹងបងប្អូនគ្នាបាទគឺចាប់ពីកន្លែងខ្ញុំថតទៅនួយដល់កើតបងប្អូនគ្នានឹងដល់កើតខាងនេះគឺជាដំឡូងដែលបានដករួចហើយគឺល្ងាចហើយដូចជាម៉ោង3ម៉ោង4ហើយណាបងប្អូនអរគ្នាហើយអ្នកខាងនោះគឺគេដាំហើយបងប្អូនគ្នាគេដាំនឹងគេដាំដំឡូងតែអត់ត្រូវថ្ងៃអត់ត្រូវទឹកទេបងប្អូនគ្នាអត់ត្រូវទឹកភ្លៀងទេអត់ភ្លៀងខាងនោះគឺគេដាំខ្លះហើយបងប្អូនគ្នាបាទគឺមានខ្លះរស់មានខ្លះងឹបបងប្អូនអរគ្នាហ្នឹងហើយឃើញទេបងប្អូនគ្នានេះបាទខាងនេះគឺអត់ខ្លះរស់ខ្លះងឹបទេវាអត់ដុះតែម្ដងបងប្អូនអរគ្នានឹងហើយបងប្អូនគ្នាហើយតាឥឡូវអ្នកនរគ្នាចូលមើលការដឹកដំឡូងរបស់ខ្ញុំទៅដល់ហ្នឹងគឺមានរយៈពេលប្រហែលទៀតបាទហើយកូនស្រីរបស់ខ្ញុំគឺគាត់ដើរមកបាទគឺគាត់ដើរមកផងច្រៀងផងរាំផងបាទអូខេបងប្អូនគ្នាអញ្ចឹងកុំឲ្យខាតពេលអញ្ចឹងបងប្អូនគ្នាអាចទៅមើលកន្លែងអញ្ចឹងខ្ញុំទៅដល់យប់ហើយបងប្អូនគ្នាបងក៏ចង់ខ្លាចយើងមាន screen ទេកូនចង់ខ្លាចគ្រូអូខេបងប្អូនគ្នាបាទបងប្អូនគ្នាបន្ទាប់ពីធ្វើការបើកមកជាច្រើនម៉ោងគឺបានមកដល់កន្លែងលក់ដំឡូងហើយបងប្អូនគ្នាឃើញថាមនុស្សម្នាបាទគឺមកពីចង្ការផងបាទតាមផ្លូវណាបាទគឺក្រែងបងប្អូនគ្នាដោយសារតែខ្ញុំមកយប់ហើយក៏អសល់ជាមនុស្សប្រមាណក៏ប៉ុន្តែតំបន់ហ្នឹងគឺក្នុងតែមនុស្សច្រើនបងប្អូនគ្នាហ្នឹងហើយអ្នកខ្លះក៏គេយកដំឡូងស្ងួតមកលក់អ្នកខ្លះដឹកដំឡូងស្រស់យកមកលក់បងប្អូនគ្នានឹងហើយគឺក្រឹកក្រែងមែនទែនហើយតម្លៃគឺខ្ញុំបាទដាក់នៅខាងចុងវីដេអូបងប្អូនគ្នាឲ្យបងប្អូនទាំងអស់គ្នាដឹងតែម្ដងតើមានតម្លៃប៉ុន្មានបងប្អូនគ្នាឥឡូវនេះសូមបងប្អូនគ្នាទស្សនាសកម្មភាពបងប្អូនធ្វើដំណើរនៅពេលយប់នៅពេលដែលដឹកដំឡូងមកបងប្អូនគ្នា
បាទបងប្អូនគ្នាឥឡូវនេះខ្ញុំបាទសូមធ្វើការរាយរាប់ប្រាប់នៅតម្លៃដំឡូងមីស្រស់នៅក្នុងភូមិស្ទឹងបាទនៅប៉ែកខាងដីក្រហមបាទទាំងភូមិស្ទឹងទាំងប្រមាណហ្នឹងគឺមានតម្លៃដល់ថាមកបងប្អូនគ្នាបាទគឺនៅថ្ងៃទី27 ខែ 5 ឆ្នាំ 2025 នេះបាទតម្លៃគឺមានតម្លៃ190 ហ្នឹងហើយ190បងប្អូនគ្នា190បាទ190រៀលក្នុង1គីឡូក្រាមបងប្អូនគ្នាឡើងចុះអាស្រ័យទៅលើឈ្មោះអ្នកទិញបន្តទៀតបាទបងប្អូនគ្នាបើសិនជាចុះអាស្រ័យទៅលើឈ្មោះបាទបើសិនជាឡើងក៏អាស្រ័យទៅលើឈ្មោះដែរបងប្អូនគ្នាគឺមានតម្លៃ190រៀលក្នុង1គីឡូក្រាមបងប្អូនគ្នានឹងហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាដែលបានមើលនៅវីដេអូមួយនេះអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ